សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យតែយើងតាមដានទស្សនាសកម្មភាពវីដេអូព្រះអង្គចន្ទមនីមិនថាតែពេលព្រះអង្គនិមន្តកាត់វងមនុស្សរាប់ម៉ឺននាក់ឬពេលដែលព្រះអង្គគង់ប្រថាប់ក្នុងពិធីបុណ្យនានានោះទេអ្វីដែលបងប្អូនតែងតែចាប់អារម្មណ៍និងឃើញជានិច្ចនោះគឺឈើច្រត់អាកំបាំងមួយដើមដែលតែងតែព្រះអង្គដុតខាត់និងកាន់តាមខ្លួនជានិច្ចរូបរាងនៃឈើច្រត់នោះមានស្ថានវិវេរមួលក្រញុងទៅតាមលក្ខណៈឈើធម្មជាតិមើលទៅប្លែកភ្នែកនិងគួរឲ្យស្ងប់ស្ងាញ់ខ្លាំងណាស់ហេតុការណ៍នេះបានធ្វើឲ្យមនុស្សជាច្រើនកើតងើយឆ្ងល់និងជជែកវែកញែកគ្នាថាតើឈើច្រត់នេះគឺជាប្រភេទឈើទិព្វអ្វីតើមានបង្កប់បារមីឬយន្តស័ក្តិសិទ្ធិអ្វីនៅខាងក្នុងហើយហេតុអ្វីបានជាព្រះអង្គត្រូវដាក់កាន់ជាប់ខ្លួនជានិច្ចថ្ងៃនេះយើងនឹងមកសម្រាយនិងស្រែកអាខំបាំងពីក្រោយឈើច្រត់នេះទាំងអស់គ្នាមុននឹងចូលសាច់រឿងសូមពុកម៉ែបងប្អូនតាយាយជួយចុច Subscribe ម្នាក់មួយដើម្បីនឹងទទួលបាននូវវីដេអូថ្មីសូមអរគុណនិងសូមទស្សនាវីដេអូដូចតទៅបើនិយាយអំពីផ្នែកជំនឿនិងដំណើរតគ្នាអំពីពុទ្ធបរិស័ទឈើច្រត់ដែលព្រះអង្គកាន់នោះមិនមែនគឺជាឈើដែលកាប់ធ្វើឡើងដោយងាយឬមានលក់នៅលើទីផ្សារនោះឡើយវាត្រូវបានគេជឿថាគឺជាប្រភេទឈើកម្រដែលដុះនៅលើភ្នំព្រៃជ្រៅនៅលើកំពូលភ្នំស័ក្តិសិទ្ធិដែលជាកន្លែងព្រះអង្គដែលធ្លាប់ទៅទុដងនិងតាំងសិលភាវនាយ៉ាងស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងជំនឿបែបបុរាណខ្មែរដើមឈើខ្លះដែលដុះនៅក្នុងគណៈចម្លែកដូចជាឈើពាត់ក្រញុងឬឈើកោងវាចដោយធម្មជាតិគឺមានបារមីឬរូបទេវតាដែលថែរក្សានិងមានអំណាចការពារខ្លួនអំពីសត្វសាហាវព្រាយបិសាចនិងអតិទេពងងឹតហេតុការណ៍ដែលព្រះអង្គយកឈើច្រត់នោះមកតាមខ្លួនគឺត្រូវបានមនុស្សជាច្រើនយល់ឃើញថាជាការយកកម្លាំងបារមីធម្មជាតិនិងជាយន្តការពារមួយក្នុងពេលដែលព្រះអង្គនិមន្តកាត់ព្រៃភ្នំក្រុមថ្មឬទីកន្លែងដាច់ស្រយាលប៉ុន្តែបើយើងងាកមកមើលផ្លូវប្រធមទស្សនវិជ្ជានិងសាសនាវិញព្រះអង្គតែងតែបង្ហាញឲ្យយើងឃើញថាវត្ថុគ្រប់យ៉ាងព្រះអង្គប្រើប្រាស់គឺតែងតែបង្កប់នៅមេរៀនដាស់តឿនចិត្តយ៉ាងស៊ីជម្រៅមិនមែនឲ្យមនុស្សងប់ងល់នឹងការសំលៀកសក្ការៈនោះឡើយតោះពុកម៉ែបងប្អូនទាំងអស់គ្នាយើងនឹងស្ដាប់អត្ថន័យនិងឈើច្រត់នោះទាំងអស់គ្នាតើព្រះអង្គចន្ទមនីចង់ព្រាមប្រដៅយើងអំពីអ្វីសូមពុកម៉ែបងប្អូនស្ដាប់យកពិចារណាទាំងអស់គ្នាធម្មជាតិពិតនៃឈើច្រត់គឺគេប្រើសម្រាប់គ្រប់គ្រងលំនឹងរាងកាយជួយទប់កុំឲ្យដួលនៅពេលដើរផ្លូវឆ្ងាយឬផ្លូវលំបាកក្នុងន័យធម៌ព្រះអង្គចង់ដាស់តឿនយើងថាជីវិតមនុស្សយើងម្នាក់គួរត្រូវការឈើច្រត់ផ្លូវចិត្តដែរឈើច្រត់ផ្លូវចិត្តនោះគឺសតិនិងធម៌អានៅពេលដែលជីវិតជួបជុះភ្លៀងឬវិបត្តិឬហត់នឿយចង់ដួលបើយើងមានធម៌នៅក្នុងចិត្តធម៌នោះនឹងជួយទប់យើងមិនឲ្យធ្លាក់ចុះក្នុងផ្លូវខុសឡើយបងប្អូនសង្កេតមើលឈើច្រត់របស់ព្រះអង្គគឺមិនត្រង់ស្មើឡើយមានសន្តានកោងវាចនេះគឺជាការដាស់តឿនថាផ្លូវចិត្តមនុស្សយើងម្នាក់គួរមិនតែត្រង់ស្មើដែរច្បាស់ជាមានវគ្គកោងវាចជួបឧបសគ្គរឿងរ៉ាវមិនសមបំណងនិងការលំបាកជាមិនខានប៉ុន្តែទោះជាវិជ្ជវេយ៉ាងណាក៏វានៅតែមានប្រយោជន៍និងអាចប្រើប្រាស់ជួយមនុស្សបានឲ្យតែយើងចេះយកវាមកកែច្នៃនិងដោះខាត់វាដោយអំពើល្អការដែលព្រះអង្គចន្ទមនីកាន់ឈើច្រត់បែបធម្មជាតិសាមញ្ញមួយដើមជំនួសឲ្យវត្ថុប្រណិតជាការបង្ហាញអំពីភាពសាមញ្ញនិងការលះបង់ផងដែរនៅក្នុងសង្គមបច្ចុប្បន្នមនុស្សតែងតែដេញតាមសម្ភារៈនិយមរបស់ថ្លៃដើម្បីបង្ហាញអំពីភាពអស្ចារ្យរបស់ខ្លួនប៉ុន្តែសម្រាប់ព្រះអង្គឈើច្រត់មួយដើមដែលរើសចេញអំពីក្នុងព្រៃក៏មានតម្លៃគ្រប់គ្រាន់ក្នុងការជួយសម្រាលដើម្បីធ្វើដំណើររបស់ព្រះអង្គទៅហើយនេះគឺជាដំបូន្មានមាសមួយប្រាប់យើងថាសេចក្តីសុខពិតប្រាកដមិនមែនស្ថិតនៅលើរបស់ថ្លៃនៅខាងក្រៅខ្លួននោះទេគឺស្ថិតនៅលើចិត្តដែលស្ងប់និងស្គាល់ពាក្យថាគ្រាន់របស់យើងម្នាក់ប្រិយមិត្តបងប្អូនទាំងអស់គ្នាសរុបសេចក្តីមកវិញឈើច្រត់នៅក្នុងប្រហោះរបស់ព្រះអង្គចន្ទមនីមិនថាតែវាមានអាកំបាំងបារមីអភិនិហាយ៉ាងណាក៏ដោយប៉ុន្តែអ្វីរឹតតែអស្ចារ្យជាងនេះគឺមេរៀនធម៌ដែលបង្កប់នៅខាងក្នុង
នៅពេលដែលបងប្អូនបានឃើញព្រះអង្គកាន់ឈើច្រត់នេះម្ដងទៀតចូលនឹកឃើញដល់ពាក្យដាស់តឿនថាក្នុងជីវិតនេះត្រូវរក្សាឈើច្រត់នៃសតិឲ្យជាប់ក្នុងខ្លួនកុំឲ្យភាពលុបលន់និងកំហឹងធ្វើឲ្យយើងដួលហ្វ្រត់ទៅក្នុងផ្លូវងងឹតឲ្យសោះត្រូវខំប្រឹងរស់នៅដោយក្តីមិនប្រមាទធ្វើអំពើល្អនោះជីវិតយើងនឹងមានលំនឹងនិងជួបតែសេចក្តីសុខសាន្តពិតប្រាកដអរគុណពុកម៉ែបងប្អូនវីដេអូចប់តែប៉ុណ្ណេះឯងសូមជូនពរឲ្យពុកម៉ែបងប្អូនជួបនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈ